ត្រឡប់មកវិញជាមួយនឹងវីដេអូនៃការ build drone តោះតាមដានទស្សនាទាំងអស់គ្នាចាប់ដើមដំបូងជាមួយនឹងការ unbox frame Trying FPV ជាមួយនឹងឈុតពណ៌ផ្កាឈូកគឺពណ៌ផ្កាឈូកមួយសេតតែម្ដងស្អាតមែនទែនសម្រាប់អ្នកចូលចិត្តដែលលេងពណ៌ណាចំពោះ frame Trying FPV ក៏មានច្រើនពណ៌ដែរដូចជាពណ៌សពណ៌ខៀវពណ៌ក្រហមក៏មានដែរឈុតនេះរៀបជាមួយនឹង Motor Velox V3 ពណ៌ផ្កាឈូកដែរនិយាយទៅគឺពណ៌ផ្កាឈូកមួយសេតតែម្ដងឈុតនេះបន្ទាប់ពីចាប់ motor ចូលតួហើយយើងបកមកកាន់គឹង LED របស់យើងវិញម្ដងចំពោះឈុតនេះគឺឈុត analog រៀបជាមួយនឹង flight controller ESC គឺដូចជា VTX ប្រើ brand JXE MCU ជាមួយនឹងកាមេរ៉ា analog run cam បន្ទាប់ពីផ្សាយ motor ចូល ESC ដំឡើង VTX យើងដំឡើង flight controller ហើយនឹងយើងចាប់ដើមផ្សាយ receiver ចូល receiver ប្រើជាមួយនឹង Radio Master XR1 ជា model ដែលទើបចេញថ្មីៗដែរហើយជាប្រភេទ receiver ELS 2.4 GHz ចំពោះឈុត drone នេះដែរក៏យើងបានភ្ជាប់ជាមួយនឹង GPS ផងដែរអញ្ចឹងបើគ្នាយើងចាប់អារម្មណ៍ទាក់ទងនឹង FPV អាចទាក់ទងបានតាមរយៈ Telegram ដែលមាននៅក្នុង caption ស្រាប់